កាលណាលោកគ្រូប្រាប់ឲ្យយើងចាំបានចំណេះចេះដឹងដែលលោកគ្រូអ្នកគ្រូបង្ហាត់បង្រៀននោះអានឹងហើយជាផលរបស់កម្មណាញោមមើលទប់មិនឈ្នះតើទៅរៀនវាចេះហើយចេះចាំនឹងឯងជាផលនោះបានញោមទប់មិនឈ្នះតើរៀនចេះតើនឹងឯងបានពុទ្ធលោកសំដែងថាកម្មហ្នឹងតើធ្វើហើយត្រូវតែឲ្យផលដូចញោមរៀនអីញោមញាតរៀនអីឧទាហរណ៍ថាទៅរៀនភាសាចុះរៀនភាសាបារាំងអង់គ្លេសរៀនស្អីក៏ដោយតែកាលណាដល់វិចេះមកចាំបាននឹងមកអានឹងគេហៅផលរបស់កម្មហើយផលរបស់ការរៀនហ្នឹងហើយញោមមើលទុំមិនឈ្នះតែរៀនចេះបើយើងមានដែលបានគិតដល់ទៅបាទមានដែលបានគិតដល់រឿងផលរបស់ការងារដែលយើងធ្វើណាវាមិនមែនត្រឹមតែរៀនអក្សរឬភាសាតែមានចំណេះចេះដឹងអីវិជ្ជាអីសពបែបយ៉ាងទាំងអស់ដែលយើងទៅរៀននឹងតែដល់ចេះដឹងវិជ្ជាចាំបានចេះយល់វិជ្ជាមកហ្នឹងជាផលរបស់កម្មហើយផលរបស់ការងារដែលយើងរៀនហើយអានឹងញោមយល់ឲ្យច្បាស់ណាតែចេះតែដឹងហើយអានឹងហើយគេទប់អត់ឈ្នះទេតែរៀនចេះបានភាសាខ្មែរយើងដូនតាតែងពុទ្ធថាធ្វើអីបាននោះតែធ្វើអីទៅវាបាននោះមកអាបានហ្នឹងហើយជាផលរបស់កម្មនឹងសមឲ្យយល់ចឹងនេះបើពុទ្ធសាសនាវិញព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសត្វមនុស្សទាំងអស់ហ្នឹងត្រូវតែធ្វើកម្មបានរស់បានឬបើយើងពោលលេខខ្លះថាត្រូវតែធ្វើការងារបានអាចរស់បានបើមិនធ្វើការងារទេមិនអាចរស់បានទេសួរថាធ្វើការងាររស់បាននឹងដោយសារអីតែកាលណាញោមញាតធ្វើការទៅវាបានផលរបស់ការងារដែលខ្ញុំធ្វើឯងយកមកជាទីពឹងសម្រាប់ចិញ្ចឹមទ្រទ្រង់អាយុជីវិតរបស់ខ្លួនយើងឲ្យរស់នៅបានបើយើងមិនធ្វើការរស់មិនកើតញោមមានទ្រព្យមានសម្បត្តិមានអីយកមកប្រើប្រាស់សម្រាប់ជាទីពឹងជីវិតយើងវាអត់នឹងបានប្រពន្ធឧសម្ដែងថាសត្វទាំងឡាយមនុស្សទាំងឡាយនឹងរស់បានព្រោះកម្មព្រោះធ្វើការងារញោមមើលមកមនុស្សនៅលើលោកមាននរណាមួយដែលនៅស្ងៀមដែលមិនធ្វើការបាននឹងអត់ទេដូចញោមញាតគ្រប់គ្នាកំពុងនឹងអង្គុយស្ដាប់ធម៌ទេសនាដែរញោមនឹកមើលខ្លួនឯងពីក្មេងមកទល់ពេលព្រឹកនេះដែលអង្គុយស្ដាប់ធម៌ទេសនាថាដែលនៅស្ងៀមណាដែលនៅទំនេរបានមិនធ្វើអីរស់បានទេតែវាអត់មានទេដោយញោមញាតខាងកសិករកសិកម្មនេះទៅដល់ខែស្រែហើយញោមញាតមើលធ្វើការងារប្រមាណខែត្រឹមនឹងបានផលជាស្រូវជាផ្លែស្រូវនឹងមកនឹងយើងយកមកប្រើប្រាស់សម្រាប់ចិញ្ចឹមជប់លៀងជីវិតរបស់ផងយើងណាញោមមើលមកនៅស្ងៀមបានពីណាអត់ទេបានថាត្រូវតែធ្វើកម្មហ្នឹងគឺការងារហ្នឹងឯងនឹងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងជាដូចជាពុទ្ធសាសនាទ្រឹស្ដីនៅក្នុងពុទ្ធសាសនាទាំងអស់ឃើញថាអវាទរបស់ព្រះសម្មាសម្ពុទ្ធដែលណែនាំបញ្យលបរិស័ទគឺបញ្យលឲ្យធ្វើការងារបញ្យលឲ្យធ្វើការងារសួរថាការងារដែលយើងធ្វើនឹងធ្វើដោយអីថាត្រូវធ្វើដោយកាយធ្វើដោយវាចាធ្វើដោយចិត្តកាយវាចាចិត្តសត្វតែអ្នកប្រព្រឹត្តការងារទាំងអស់កាយគឺខ្លួនរបស់យើងហើយ
ញោមញ៉ែមើលកាយយើងឯនៅស្ងៀមធ្វើការតលវើនេះខាងសំដីយើងទៀតមាត់យើងទៀតញោមមើលមិនដែលនៅស្ងៀមទេនិយាយប្រស្រ័យតាកតងទៅកិច្ចការគ្នារវាងពីម្នាក់ទៅម្នាក់ពីម្នាក់ទៅម្នាក់ទំនាក់ទំនងកិច្ចការងារគ្នាហ្នឹងអាហ្នឹងគេហៅថាធ្វើការដោយវាចាហើយវាធ្វើដោយចិត្តញោមមកចិត្តយើងដែលនៅស្ងៀមទេម្នាក់គិតមិនមានពេលស្រាកពេលវេលាទេត្រូវរីរោគហេតុរោគផលដើម្បីនឹងធ្វើនេះធ្វើនោះអីហ្នឹងអានឹងបានពុទ្ធសាសនានោះថាកាយកម្មវិច័យកម្មមនោកម្មកាយវិចារចិត្តសតនៈធ្វើការទាំងអស់មានទៅស្ងៀមណាបាននឹងសូមឲ្យញោមញាតិយល់ពីពុទ្ធសាសនាពុទ្ធសាសនាគឺសាសនាដែលបង្រៀនឲ្យយើងធ្វើការងារទេដូចជាព្រះសម្មាសម្ពុទ្ធជាបរមគ្រូទៅជួបនឹងបរិស័ទណាព្រះអង្គតែងតែទូលមានទេសនាប្រោសបញ្យល់បរិស័ទនឹងឲ្យបរិស័ទយល់ពីហេតុផលពុទ្ធសាសនាមានហេតុផលនឹងជាមូលដ្ឋានរបស់ពុទ្ធសាសនាហេតុហ្នឹងគឺតួការងារហ្នឹងឯងផលហ្នឹងគឺប្រយោជន៍ដែលវាបានពីការងារហ្នឹងពុទ្ធលោកបញ្យល់ឲ្យយើងជឿហេតុផលដល់ច្បាស់ឡើយហើយព្រះអង្គទ្រង់បញ្យល់ទៀតថាបើហេតុនឹងវាល្អផលក៏ល្អដែរបើហេតុនឹងអាក្រក់ផលដែលឲ្យពីហេតុនោះក៏អាក្រក់ដែរនោះបញ្យល់ច្បាស់អានឹងរឿងពេទ្យឯញោមសច្ចៈគឺពេទ្យប្រកបតែជែកអត់បានបើកែកអត់បានទេឧទាហរណ៍ឲ្យញោមញាក់ងាយយល់ស្រួលទៅទៀតបើញោមយកពូជឈើទៅដាំការដាំហ្នឹងជាការដាំហ្នឹងពិធីដាំហ្នឹងជាការងារហ្នឹងដល់ឈើនៅវិចេញផ្លែមកនឹងផលញោមយកស្វាយក្រាប់ស្វាយទៅដាំដល់ផ្លែមកស្វាយហើយញោមយកដូងទៅដាំបើផ្លែមកដូងហើយយកអីទៅដាំផ្លែមកហ្នឹងហើយអានេះវិជាអានឹងហេតុផលពិតប្រកបមិនដែលរបស់អីដែលមានផលមិនមានហេតុអត់មានទេនឹងសូមឲ្យញោមញាតិជ្រាបអំពីពុទ្ធសាសនាបើយើងជាអ្នកពុទ្ធសាសនិកពុទ្ធសាសនាមែនគឺម្នាក់ត្រូវតែខំធ្វើការងារគ្រប់តែគ្នាទៅតាមអវទូលមានរបស់ព្រះសម្មាសម្ពុទ្ធនោះចឹងបានតែជីវិតរបស់មនុស្សយើងរស់នៅសប្តាហ៍ថ្ងៃហ្នឹងមិនស្រួលទេណាញោមណាគឺជីវិតយើងជាទុក្ខលំបាកបំផុតដោយសារយើងធ្វើការងារនេះវាអត់សម្រាកសោះถ้าសម្រាកខ្ញុំធ្វើបានទ្រព្យបានសម្បត្តិអីណាចង់បានទ្រព្យសម្បត្តិត្រូវតែធ្វើការនឹងចឹងបានគេថាត្រូវធ្វើកម្មបើមានផលធ្វើការបានទទួលផលប្រយោជន៍ស្ងៀមអត់បានទេនឹងពុទ្ធសាសនាអត់មាននរណាមួយដែលជាទីពឹងរបស់យើងដែលយើងមិនបាច់ចាំធ្វើយើងសុំគេយកមកឲ្យបានអត់បានទេណាញោមនឹងពុទ្ធសាសនាប៉ុន្តែញោមញាតិបរិស័ទយើងច្រើនណាស់ដែលអត់បានយល់ថាការងារនឹងជាគ្រឿងទីពឹងរបស់មនុស្សទាំងអស់នៅលើពិភពលោកហ្នឹង
ជាទីពឹងពំនាក់ណាការងារជាទីពឹងពំនាក់សម្រាប់ជីវិតណាអត់បានយល់ទៅបីខ្លួនឯងធ្វើមិនមានឈប់សោះគាត់នៅតែអត់យល់ធ្វើចេះធ្វើទៅប៉ុន្តែអត់យល់ថាណាការងារដែលធ្វើហ្នឹងធ្វើឲ្យជីវិតអញរស់នៅបានអញបានសុខបានចម្រើននឹងព្រោះការងារដែលធ្វើអានឹងឲ្យបានជាយើងអ្នកកាន់ពុទ្ធសាសនានឹងយើងនិយាយពាក្យថាកម្មនឹងជាភាសាបាលីយកមកប្រើជាខ្មែរដល់យើងនិយាយថាកម្មទៅយើងអត់យល់អត្ថន័យរបស់ពាក្យថាកម្មណាយ៉ាងណាទេបានទេសនាឆ្លងបនព្រឹកនេះបញ្យល់ញោមថាពាក្យថាកម្មគឺការងារហ្នឹងឯងញោមធ្វើរាល់ថ្ងៃគឺធ្វើកម្មហ្នឹងឯងមកជីវិតយើងអាស្រ័យកម្មពឹងកម្មអាត្មាសំដែងបញ្ជាក់តដែលហ្នឹងដើម្បីឲ្យញោមចងចាំឲ្យយល់អំពីជីវិតដែលត្រូវការពឹងទៅលើការងារគឺកម្មហ្នឹងប៉ុន្តែការងារវាមានពីរការងារដែលយើងធ្វើនៅលើโลกនេះការងារទី1គឺការងារល្អការងារទី2គឺការងារដែលមិនល្អគឺអាក្រក់ហើយព្រះសម្មាសម្ពុទ្ធលោកបញ្យល់ថាការងារល្អនឹងឲ្យផលល្អដល់អ្នកដែលធ្វើតែការងារអាក្រក់ហ្នឹងគឺឲ្យផលអាក្រក់ដល់អ្នកដែលធ្វើហ្នឹងឯងអ្នកដែលធ្វើជាអ្នកទទួលផលអាក្រក់ល្អដែលខ្លួនធ្វើហ្នឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្យល់ហេតុបញ្យល់ផលរបស់ការងារហ្នឹងហើយព្រះអង្គហាមដល់បរិស័ទហ្នឹងឲ្យលះបង់ការងារអាក្រក់ចោលកុំធ្វើតែធ្វើការងារអាក្រក់ឲ្យផលអាក្រក់មានសេចក្តីទុក្ខទោសមានខ្លួនយើងជាអ្នកទទួលផលអាក្រក់ហ្នឹងជាបានព្រះអង្គណែនាំថាឲ្យយើងធ្វើការងារល្អការងារល្អខ្លួនយើងឯនេះទទួលផលល្អណាពីការងាររបស់ផងយើងហ្នឹងមានតែប៉ុណ្្នឹងឯងហើយសេចក្តីសុខសេចក្តីទុក្ខរបស់មនុស្សយើងគ្រប់តែគ្នាมันមានមកពីស្អីទេណាយកមកតែពីការងារអាក្រក់ល្អដែលយើងធ្វើហ្នឹងឯងហើយយើងគ្នាខ្លះអត់យល់ទេអត់យល់ថាសេចក្តីអាក្រក់ល្អដែលវាឲ្យផលដល់ខ្លួនអត់យល់ថានឹងអញធ្វើខ្លួនអញនឹងអត់យល់ទេថាអ្នកណាមួយយកមកឲ្យផ្ដល់សេចក្តីសុខសេចក្តីទុក្ខឲ្យយើងអានឹងដែលយល់ខុសព្រោះយើងខ្វះបញ្ញាទៅយល់មិនច្បាស់អត់យល់ថាសេចក្តីសុខទុក្ខកើតពីកាយវាចាចិត្តរបស់អញដែលធ្វើអាក្រក់ល្អហ្នឹងទេអានេះសេចក្តីពិតនៅលើโลกហ្នឹងនឹងសូមឲ្យញោមញាតិជ្រាបយល់អំពីពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ដល់ពុទ្ធបរិស័ទទូទៅទាំងអស់ញ៉ាសេចក្តីសុខសេចក្តីទុក្ខដែលកើតពីអំពើល្អអំពើអាក្រក់របស់មនុស្សវាឲ្យផលមិនឲ្យផលតែជីវិតដែលញោមញាតរស់នៅទេណាសំបីយើងអស់ជីវិតលះលោកនេះទៅកាន់លោកខាងមុខគឺវាត្រូវជាប់ដោយផលនៃអំពើអាក្រក់ល្អនឹងឯងជួយត្រោត្រង់តាមថែតាមរក្សាយើងជាប់ទៅទៀតអត់មានមកពីស្អីទេមកតែពីផលរបស់ការងារដែលយើងធ្វើនឹងឯងនេះសំអីជ្រាបចឹងញោមមើលអ្នកដែលលះលោកទៅកើតក្នុងទីសុខទីទុក្ខថាអ្នកទៅកាន់ទីសុខទីទុក្ខទៅប្រោះអីទៅប្រោះផលអំពើការងារដែលខ្លួនធ្វើអ្នកដែលខំធ្វើល្អដូចញោមញាតបាសកបាសិកាហ្នឹងគ្រប់គ្នាទាំងអស់ដែលត្រង់ត្រាប់ស្ដាប់ធ្វើទេសនា
ព្រឹកនេះមើលការងាររបស់ញោមញាតិដែលធ្វើសប្តាហ៍ថ្ងៃធ្វើអីថាញោមញាតិជៀសវាងអំពើអាក្រក់អត់ធ្វើទេកាយវាចាចិត្តឈប់ធ្វើមិនមែនធ្វើល្អមានការធ្វើទានធ្វើសិលធ្វើភាវនាជាដើមនឹងជាការងារដែលល្អជាកុសលការងារល្អរបស់បញ្ញោមជាគ្រឿងទីពឹងក្នុងជីវិតមនុស្សនេះផងដល់កាលណាអស់ជីវិតទៅផលនៃការធ្វើទានធ្វើសិលធ្វើភាវនាល្អដែលជួយទ្រទ្រង់វិញ្ញាណរបស់បញ្ញោមញាតិនឹងឲ្យទៅកាន់ក្នុងសុគតិទៅស្ថិតទៅកើតក្នុងសុគតិភពនឹងកើតជួនកាលមិនទាន់ទៅឯណាតែជួយត្រង់ទៅកើតនៅក្នុងមនុស្សនៅតែដែរទៀតបើទៅកើតក្នុងស្រុកក្នុងតកូលពូជពងវង្សាដែលគេមានត្រឹមមានសម្បត្តិមានបុណ្យមានស័ក្តិមានយសនឹងអានេះតកូលនោះបានសុខយើងទៅកើតក្នុងតកូលអសុខជាងការអាចទៅកើតក្នុងសុគតិក្នុងឋានសួគ៌ណាម្ដងសេចក្តីសុខគឺកើតឡើងអំពីកុសលអំពើល្អដែលយើងខំធ្វើគ្រប់គ្នាទាំងអស់នឹងឯងចាំបើអ្នកដែលធ្វើអំពើអាក្រក់ធ្វើកម្មអាក្រក់ហ្នឹងកម្មអាក្រក់ហ្នឹងក៏វាឲ្យផលនៅក្នុងជីវិតមនុស្សនឹងដែរមិនចាំតែស្លាប់ទៅទេញោមញាតិខ្លះអត់យល់ទេតើអើយបាបអំពើអាក្រក់បាបតែល្ងាប់ទៅបានវាទៅកាន់ទុក្ខទេមែនទេណាញោមនៅឲ្យផលតងរស់ហ្នឹងអំពើអាក្រក់ហ្នឹងឥឡូវឧទាហរណ៍ជាក់ស្ដែងឲ្យញោមងាយឃើញហ្មងឲ្យយល់ញោមមើលមនុស្សដែលជាប់ទុកជាប់ទោសពន្ធនាគារគុកដែលរាជការគេចាប់ទៅធ្វើទៅទេអាហ្នឹងមកពីអ្នកនឹងធ្វើការងារអាក្រក់ហ្នឹងហើយញោមមកមានតែងាប់តែនេះណាបាបនឹងឲ្យផលតងរស់នឹងគេចាប់ទៅឃុំទៅគាំងនៅក្នុងគុកអាហ្នឹងឯទុក្ខតិណាទៅក្នុងទីនោះមានសុខសប្បាយណាមានសិទ្ធិមានសេរីណាតើសាច់ញាតិចូលទៅសួរគេមិនចង់ឲ្យទៅផងហ្នឹងអាហ្នឹងបានថាអញ្ចឹងអាហ្នឹងសេចក្តីទុក្ខវិញទុក្ខនោះមិនមានតែប៉ុណ្ណឹងទេញោមតែអស់ជីវិតទៅទៀតធ្លាក់ទៅកាន់ទុក្ខតិទៅក្រោមនោះទៀតអានឹងតាមពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធសម្ដែងផលអាក្រក់នោះវាអូសទាញឲ្យទៅកើតក្នុងអបាយភូមិនឹងវាជាប់តេតងនេះវែងឆ្ងាយណាស់បានថាជីវិតរបស់មនុស្សទាំងអស់វាអាស្រ័យទីពឹងផលរបស់ការងារដែលខ្លួនធ្វើយ៉ាងណាឲ្យផលយ៉ាងហ្នឹងអានេះជារឿងពិតដែរប្រកបសច្ចៈដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងដោយបញ្ញាញាណរបស់ព្រះអង្គបងបញ្យល់ប្រាប់យើងហ្នឹងបានព្រះអង្គឃើញអំពើអាក្រក់របស់មនុស្សដែលធ្វើដោយកាយវាចាចិត្តវាឲ្យទុក្ខទោសនឹងដល់សត្វលោកនៅធ្ងន់ធ្ងរណាស់តែព្រះអង្គទូលមានថាឲ្យនាំគ្នាជៀសវាងកុំធ្វើអាក្រក់ធ្វើល្អបានសេចក្តីសុខក្នុងជីវិតមនុស្សនេះផងក្នុងបរៈលោកផងខ្ញុំមិនមានឲ្យទីពឹងតែផលកម្មយើងសិក្សារៀនសូត្រស្រាវជ្រាវឃើញទីពឹងតែការងារដែលយើងធ្វើនឹងឯងបានមានពុទ្ធភាសិតមួយកន្លែងព្រះអង្គសម្ដែងថាយាតិសង្វបតិពីជាងតាតិសង្ឃលបតិបលាំងកល្យាណករិយកល្យាណੰបាបករិយចបាបកੰថាបុគ្គលសាបប្រុសពូជបែបណារមែងបានផ្លែផ្កាបែបនោះអ្នកធ្វើអំពើល្អបានផលល្អអ្នកធ្វើអំពើអាក្រក់បានផលអាក្រក់នឹងពុទ្ធិការបស់ពុទ្ធលោកបញ្យល់សម្ដែងប្រាប់យើងនោះថាឲ្យមើលអ្នកស្រែកសិករឲ្យគេសាបប្រុសហ្នឹងគេយកពូជអីទៅសាបប្រុសបានផ្លែមកអាហ្នឹងឯងវិញបានព្រះអង្គលោកថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់មានតែពីរប៉ុណ្ណឹងឯងនឹងសំឲ្យញោមញាតិយល់បានថាអ្នកដែលកាន់ពុទ្ធសាសនា
ក្តីមិនកាន់ពុទ្ធសាសនាក្តីឲ្យតែជីវិតមនុស្សរបស់សត្វលោកគឺថាទីពឹងអាស្រ័យតែផលកម្មរបស់ខ្លួននឹងឯងបានព្រះពុទ្ធលោកត្រង់សម្ដែងប្រាប់ថាខ្លួនត្រូវទីពឹងខ្លួនបល័យថាអត្តាហេអត្តនោនេតោខ្លួនត្រូវទីពឹងរបស់ខ្លួនទីពឹងអីខ្លួនទីពឹងគឺកាយវាចាចិត្តនឹងឯងពឹងអានឹងឯងខំតែធ្វើល្អទៅនឹងបានផលល្អបានសេចក្តីសុខអ្នកដតីមិនអាចយើងយកមកជាទីពឹងរបស់ខ្លួនយើងបានទេនឹងសូមឲ្យញោមញាតិជ្រាបចឹងហើយពុទ្ធសាសនាទីព្រះពុទ្ធហាមមិនឲ្យយើងដើរសុំគេទេពុទ្ធហាមមិនឲ្យដើរសុំគេទេឲ្យធ្វើការខ្លួនឯងនឹងញោមយល់ច្បាស់ចេះព្រះពុទ្ធជាម្ចាស់លោកអត់ឲ្យយើងទៅសុំឲ្យគេទេធ្វើការខ្លួនឯងព្រោះព្រះអង្គថាសុំគេវាអត់បានធ្វើខ្លួនឯងបានប៉ុន្តែញោមញាតិពុទ្ធបរិស័ទយើងអត់យល់ញោមញាតិច្រើនណាស់នៅតែដើរសុំគេហ្នឹងឯងអាត្មាស្មាននៅញោមញាតិស្ដាប់ធម៌ហ្នឹងក៏ធ្លាប់សុំគេញោមធ្លាប់ដើរសុំគេហើយថាអញ្ចឹងទៅចុះបាទនឹងវាជាទន្លាប់ដែលយើងមើលដែលយើងធ្លាប់ដឹងមកហ្នឹងដែលញោមទៅសុំសេចក្តីសុខចម្រើនពីអ្នកដតីសុំឲ្យមានអាយុវែងឲ្យមានត្រឹមអានោះសុំគេណាញោមណាបើពេលប្រពន្ធលោកហាមមិនឲ្យយើងដើរសុំគេរួចយើងទៅសុំគេវាផ្ទុយនឹងប្រពន្ធប៉ុន្តែលោកហាមណាក៏សុំគេវាអត់ប្រយោជន៍ទេបើយើងយល់ញៀននៅតែសុំអញ្ចឹងមកពីយើងអត់យល់បើមកពីមិនយល់វិញអាត្មាសួរតែចុះញោមធ្លាប់សុំគេមកដែលឃើញគេយកអីមកឲ្យទេវាអត់ទេសោះឃើញបានតែធ្វើខ្លួនឯងប៉ុណ្ណឹងតែមិនឈប់សុំប៉ុណ្ណឹងមកពីយើងយល់ពុទ្ធសាសនាមិនច្បាស់យើងអត់ដឹងបើយើងយល់ច្បាស់យើងមិនខ្វល់ទៅសុំអីណាគឺថាខំតែធ្វើការទៅមានទ្រព្យមានសម្បត្តិដែលសារការងារយើងទៅអាហ្នឹងចឹងណាញោមត្រូវយល់ចំណុចមួយទៀតវាពុទ្ធសាសនាព្រះពុទ្ធហាមមិនឲ្យដើរសុំគេទេព្រោះព្រះអង្គយល់ថាសុំគេក៏វាមិនបានគឺគេឲ្យអង្គមកកំប៉ុងពីកំប៉ុងញោមយកមកធ្វើស្អីកើតអាហ្នឹងយើងសុំគ្នាឯងតែរំញោមទៅសុំមនុស្សឯណាដែលយើងមិនដែលឃើញទីសុំឲ្យគេមកឲ្យអាយុយើងឲ្យបានវែងធ្វើឲ្យគេមកធ្វើសេចក្តីសុខឲ្យយើងឲ្យគេមកធ្វើទ្រព្យសម្បត្តិឲ្យយើងណាដែលមកដែលបានឃើញញោមមកវាអត់ទេអាទ្រព្យសម្បត្តិសេចក្តីសុខគេកើតតែពីខ្លួនឯងធ្វើហ្នឹងឯងហ្នឹងថ្ងៃណាអាត្មាបញ្ជាក់ប្រាប់ញោមឲ្យច្បាស់ចង់ឲ្យញោមឈប់សុំគេទៅព្រោះញោមឆោតពេកមើលការងាររបស់ខ្លួនវាមិនឃើញតែខំរោចង់ស្លាប់មិនទៅសើតែខ្លួនអញនឹងខំរោអាហ្នឹងមិនទៅសើខ្លួនឯងទាំងទ្រព្យសម្បត្តិនេះកើតពីអញខំធ្វើចំណេះវិជ្ជានេះកើតពីអញខំរៀនអត់ដែលបានថាអញ្ចឹងទេបោកទៅថាតែនេះនោះគេឲ្យណាតែនឹងឯងដែលគេថាញោមអត់យល់មិនយល់ដឹងតាមសេចក្តីពិតទេហើយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រាប់ពូភិក្ខុថាតមហេហិកិច្ចមាតបាំងអខាតារោតថាកតានឹងពុទ្ធដីការបស់ព្រះពុទ្ធធម្មនាភិក្ខុទាំងឡាយអ្នកទាំងឡាយចូលធ្វើកិច្ចទាំងពួងឲ្យសម្រេចដោយខ្លួនឯងដល់ថាគាត់ក្រឹមតែជាអ្នកប្រាប់ផ្លូវប្រាប់បច្ចេកទេសទេនឹងព្រះអង្គបញ្ជាក់ប្រាប់អញ្ចឹងណាអរិមនាលថាភិក្ខុពាក្យថាភិក្ខុនេះគឺសរុបទាំងអស់នឹងឯងក្នុងនេះសាសនាណា
พอถ้าแต่งเนี่ยบูแต่งเนี่ยมันบูถึงอ้อได้แล้วถ้าอันนี้ไอ้เพื่อพอประโยชน์ไอ้สำรังได้กลุ่นไอ้เมียนนามเอาเพื่อพอประโยชน์ไอ้เนี่ยไอ้บ้านยังดัตหากดกรันแต่ปรับปริสตริสได้ปรับไปใช้กเต้ปรับไปที่เต้อ้อยเนี่ยตั้งหลายเรื่องเนี่ยเพื่อนั่นแต่ถ้าขบวนเมียนไปที่ไอ้ตัวช่วยเต้เขาปีบปรับไปใช้กเต้ปรับทริสได้นั่งเต้ปรับเราเต้เมียนapaนั่งไอ้นั่งพอดีกาพระองค์ตรงสำได้เฮ้ยโยมเยียนพุทธบริษัทยังอ่อนโยนการพุทธศาสนาตัวซ้ำอ้อยปพุทธนลุปเตียนสิได้เศร้าอ้อยตรับสมบัติอ้อยอายุอ้อยนี่ตัวซ้ำไปปพุทธนะปพุทธลงเมียนไอ้อ้อยโยมไอ้โยมมาเรื่องราวประวัติរបស់ปพุทธលោកលះបង់ញាតិវងពងសាមណាយទ្រព្យសម្បត្តិបុត្រភរិយាអស់នៅតែខ្លួនព្រះអង្គមួយដូចជាកុយរមាឬថាដូចជាក្របកណ្ដឹងយ៉ាងមានតែមួយមិនឯងក៏មានអីទេដកខ្លួនចេញពីញាតិវងពងសាពីអំណាចយោសាទៅនៅក្នុងព្រៃទៅនៅតាមជនបទស្រុកស្រែហើយទៅនៅតាមជនបទស្រុកស្រែបើយើងធៀបនឹងប្រជាពលរដ្ឋតាមជនបទស្រុកស្រែកូននៅតែខ្សត់ជាងអ្នកស្រុកស្រែជនបទទៀតអ្នកស្រុកស្រែជនបទញោមញៀនមើលមកក្រយ៉ាងណាក៏គេមានផ្ទះមានខ្ទមគេមួយដែរគ្មានផ្ទះប្រក់ក្បឿងក៏គេប្រក់ស្បូវប្រក់អីនៅដែរគេមានប្រពន្ធមានប្តីគេមានកូន2 3មានគូ3មកតំបមានស្រែ4 5ដែរប្រពន្ធអត់មានអីទេណាញោមណាចេញមកតែខ្លួនមួយស្មោះណាគឺណាទ្រព្យសម្បត្តិដែលជាប់មកក្នុងខ្លួនមកដល់ដែលលោកលះបង់ភេកជាក្រមកបួលលោកដោះឲ្យគ្រឿងអលង្ការវិជ្ជាពង្វិចឲ្យឆានអាមាតនឹមត្រឡប់ទៅនគរលោកនៅតែសម្ពុតដែលខេតិកាមហាព្រំយកមកឲ្យសម្ពុតស្រីដណ្ដប់ជាបុបានមួយប៉ុណ្ណឹងឯងមានឆ្នាំងមួយប៉ុណ្ណឹងឯងមានអីអត់វិញញោមទៅសំទ្រព្យសម្បត្តិសំអីពុទ្ធព្រះអង្គមានអីឲ្យអត់ទេសោះតែបើញោមទៅសំអើយសុំឲ្យខ្ញុំបានអាយុវែងជួយណាសបានប្រពន្ធពុទ្ធលោកគាត់ប្រាប់ពិធីថាអ្នកអញចង់ឲ្យមានអាយុវែងកុំទៅសម្លាប់សត្វបំបត្តិជីវិតសត្វទេអ្នកឯងនឹងបានអាយុវែងហើយកើតអនាគតលោកប្រាប់ពិធីយ៉ាងទេឲ្យលោកយកអាយុមកឲ្យតែម្ដងលោកក៏មានអីឲ្យទេនៅទៅសុំដល់ខ្ញុំសុំឲ្យកុំឲ្យមានជំងឺរោគីឲ្យបានសុខភាពល្អទៅសុំពីប្រពន្ធលោកមិនឲ្យទេមានអីឲ្យលោកគាត់ប្រាប់បើអ្នកឯងចង់ឲ្យមានសុខភាពល្អកើតជាអនាគតអ្នកឯងកុំទៅពញាក់កុំទៅបង្អើលកុំទៅបន្លាចបំភ័យសត្វឲ្យវាខ្លាចបើភ័យតក់ស្លុតនៅប្រាប់ពិធីអញ្ចឹងបានអ្នកឯងកើតឡើងបានសុខភាពល្អអត់មានជំងឺអីទេលោកគ្មានជំងឺប្រចាំកាយហ្នឹងណាបងលោកប្រាប់ថាកុំទៅបំភ័យកុំទៅបន្លាចក៏ទៅពញាក់ផ្អើលជីវិតសត្វណាលោកប្រាប់បច្ចេកទេសទេវាថាកើតជាអនាគតទៅសុំឲ្យព្រះអង្គនឹងប្រទានខ្ញុំនឹងឲ្យមានពើសម្បុរឲ្យល្អយ៉ាងធម្មជាតិណាមិនពិបាកលៀបលោននៃជួយផ្សំទេកើតแล้วលំអត់ថាបងអ្នកឯងចង់មានពើសម្បុរល្អឲ្យអ្នកឯងកាត់បន្ថយអាសេចក្តីក្រោធខឹងនឹងចោលកុំខឹងកុំកើតទោសៈច្រើនពេកលោកប្រាប់ពិធីចឹងទៅខ្ញុំមិនលោកប្រាប់បច្ចេកទេសនៅពេលទាំងសូមឲ្យខ្ញុំកើតជាអនាគតទៅសូមឲ្យបានមានបុណ្យមានយសមានស័ក្តិខ្ពង់ខ្ពស់ដងឧត្តម
ว่าตะบันเนี่ยอันจังบานบอนสะทมเจียมันไตรอามาตไอ้ขนองอนาคตเนี่ยอันก้มเต้าเชรนานนึ่งชนดอเต้มีดบินกินเอาเคยกินเมียนเคยกินบ้านซอกบ้านเสไรสู้เสไรไอ้สบายตัวเฉนแน่นกิบุญมัดบัดลมได้ข้างนังกิเด้อนั่นเราพรำจังได้ยมถ้าบ่สักยำสำคัญที่อนาคตตัวไอ้เมียนทรัพย์สมบัติชราหนึ่งบ่ฮีตสมบูรณ์ไอ้บ่ปวดอยู่พุทธนาจังบ้านทรัพย์สมบัติชรานี่ไอ้เอาทราบบริจาคเตียนแต่เรียกบังทรัพย์สมบัตินั้นไอ้เมียนช่วยสังเคราะห์ดันเนี่ยกำซอดตู้หรือก้อนหรือก็ประเกณฑ์เชตลาดดัลเนี่ยบูเตอร์บูสามณะพิโคสังของศาสนาเตออันนั้นพบอันนี้ไอ้ตรัสบัติไอ้พระพุทธรูปก้อนไอ้ตรัสบัติเมียนนะบรรลุเมียนแต่ครูนลูกกันปรับไปแจ้งกันตีเยอะมากว่ะในบรรยมเยอะตัวซ้ำลูกตีดแต่กาจีอนาคตสมัครยมบานเกิดขนมตระโกลกปงกปัวเกิดขนมตระโกลใส่ไทยก็ฮับได้สัตว์ท่านไอ้ช่างตะการขนมตระโกลกปงกปัวดำๆนี่ไอ้เจ้าโกรบเติมเมียดาใบดาจ้าประเทศจ้าโลกเนี่ยพระราชบัณฑิตบุษับบาราเต้าอันนั้นการอนาคตเต้าการขนมตระโกลกปงกปัวก็ได้รู้ปรับการเจรก็สมัยขยมเมียนปัญญาคลั่งคลามุ่งมดหน่อยปัญญาทมเทยปัฒนาโยปัญญาสมบัติอันตัวสมลูกแต่เต้บ้านไอ้ช่องบ้านปัญญาบ้านไอ้คำศึกษาคำเรียนคำโสดแสบกุบหนึ่งเนี่ยปลายมันเด่นก็ได้ลูกปรำจังเต้นั่นยอมย่อลพิพุทธศาสนาลูกก็นับปรับไปใจกันเต้พิธีอายุมทเวเตแต่อาปัจจัยกเตไอโลปราสัตตเจกาเงี้ยได้ยังตรายมหมดทเวทั้งนั่นยมมานั่นเป็นพุทธศาสนาได้เชื่อวาดระบบพระสัมมาสัมพุทธได้ปรองสำได้ง่ายแต่เธอเป็นใบเมินบุญเปิ่นนังธรรมขันนังแต่เธอเป็นใบเมินบุญเปิ่นประธรรมขันนังป่าวเวเมียนพนัยเซลวินัยประสดอภิธรรมใบกุมพีหนึ่งเซลสำหรับอบรมกายเวจาประสดเซลสมาธินั้นประสดนั้นสมาธิสำหรับอบรมจิตปัญญานั้นเชี่ยเครื่องได้สำหรับดอกหัดจิมเรียจัดบริสุทธิ์สะอาดนั่งจะมันเต็มนั่งโยมมาอันนั้นกันได้เจปีที่กันนะไม่รีนไม่ไปใจกติได้ยังตรายมบทเปิดตาสัตยังตราเปิดครูนยังตั้งออกยังจังปัฒนาเจนจะปีตุกในปีสังสารตุกในตัวกันเปลี่ยนในเปลี่ยนบ้านโน้เซลสมาธิปัญญานั่งปะไตไปดอเด้อปฏิบัติต่อตามนั่งเต้าบ้านเนี่ยพรายบัณฑิตโดนตาเยื่อลูกทวสักได้เป็นเจี๊ยโนทาไอโซเนเรียหนึ่งเปรียบพรมเนี่ยได้ชื่อนิยมทศเส้นเนี่ยได้รับอ่านกรบพระไอโซเป็นเรบมันทศเส้นนะช่องบ้านไอตัวซ่อมบ้านเปรียไอโซนเรียนปเตียนเอาบ้านที่ชื่อไทยอย่างตัวซ่อมบ้านไอเปรียสัมปนตรงปีนิดเคยถ้ากาเป็ดใส่แต่เป็นแมนเรื่องนั่งแต่เนี่ยพอปนจะบรมกูอย่างตรงเคยอัทังกิกเมะเฉียบเล่าเชียงเฉียตรงโรเล่งตรงเรียบบ้องเพลาออมคางเจ๋งจิมในบานตราโปธิเนียนนั่นไงนายแต่นายโยมนะ
យើងយល់ថាព្រះឥសូរព្រះនរព្រមនេះស័ក្តិសិទ្ធិណាស់ទៅសុំអីក៏បានប៉ុន្តែព្រះសម្មាសម្ពុទ្ធថាមែនទេផ្លូវដែលស័ក្តិសិទ្ធិប្រកបគឺអថង្គិកមេអរិយមេសិលសមាធិបញ្ញាហ្នឹងជាផ្លូវស័ក្តិសិទ្ធិរិទ្ធផ្លូវហ្នឹងតើតែបុគ្គលម្នាក់ធ្វើខ្លួនឯងដើរតាមផ្លូវអរិយមគ្គយើងបដិបត្តិរឿងសិលសមាធិបញ្ញាណាញោមណាហ្នឹងហើយអរិយមគ្គណាប្រពន្ធលោកប្រាប់ឯនេះទេ